Hello សួស្តីជំរាបសួរពុកម៉ែបងប្អូនដែលបានវិលត្រឡប់មកទស្សនា Channel របស់យើងខ្ញុំនៅពេលដែលយើងប្រទះឃើញនរណាម្នាក់ឈឺពោះខាងស្ដាំយ៉ាងខ្លាំងនៅពេលនោះគេនឹងនិយាយថានេះប្រហែលជារលាកខ្នែងពោះវៀនហើយក៏មិនដឹងក៏ប៉ុន្តែរលាកខ្នែងពោះវៀនគឺជាជំងឺអ្វីវាអាចគ្រោះថ្នាក់ដល់អាយុជីវិតដែរឬទេតើធ្វើមិនដេចដើម្បីយើងដឹងនេះគឺជាការរលាកខ្នែងពោះវៀនហើយយើងការពារវាដោយវិធីណានៅពេលដែលវាមិនទាន់ធ្ងន់ធ្ងរបងប្អូនកុំព្រួយក្នុងវីដេអូនេះយើងនឹងរួមគ្នាស្វែងយល់អំពីជំងឺរលាកខ្នែងពោះវៀនដែលគឺជាប្រភេទជំងឺដែលគ្រោះថ្នាក់ហើយសាមញ្ញចំពោះបងប្អូនជាប្រជាពលរដ្ឋកម្ពុជាយើងសូមទស្សនាដល់ទីបញ្ចប់ណាចាប់ដើមដំបូងគេបងប្អូនយើងត្រូវដឹងថាតើខ្នែងពោះវៀនគឺជាអ្វីហើយវាមានផលប្រយោជន៍យ៉ាងណាសម្រាប់រាងកាយរបស់យើងខ្នែងពោះវៀនដែលគឺជាកំពុំតូចមួយប្រវែងប្រហែលជា8ទៅដល់10សង់ទីម៉ែត្រដែលវាមានទីតាំងនៅជ្រុងខាងស្ដាំខាងក្រោមពោះរបស់យើងដែលវាតជាប់ជាមួយផ្នែកដំបូងរបស់ពោះវៀនធំរបស់យើងមើលរូបរាងរបស់វាបងប្អូនយើងអាចសម័យថាប្រៀបដូចជាមេឃតូចមួយដែលដុះចេញពីគោធំនៃប្រព័ន្ធរំលាយអាហាររបស់យើងនេះក៏ជាមូលហេតុដែលវាមានឈ្មោះថាខ្នែងពោះវៀនខ្នែងពោះវៀននេះពីមុនបានគេគិតថាវាគ្មានផលប្រយោជន៍ក៏ប៉ុន្តែថ្មីនេះវិទ្យាសាស្ត្របានបង្ហាញថាវាដើរតួប្រៀបដូចជាអាងស្តុបទឹកនៃបាក់តេរីល្អមានផលប្រយោជន៍សម្រាប់សុខភាពផលប្រយោជន៍របស់វានឹងជួយធ្វើឲ្យប្រព័ន្ធរំលាយអាហារមានតុល្យភាពបន្ទាប់ពីកើតជំងឺដូចជាជំងឺរាគឬក៏ជំងឺច្បោកច្បល់ប្រព័ន្ធរំលាយអាហារជាដើមយោងតាមទស្សនបតីដែលមានឈ្មោះថា Journal of Theoretical Biology ឆ្នាំ2017របស់ប្រទេសហូឡង់បានបង្ហាញថាខ្នែងពោះវៀននឹងអាចជួយរក្សាទុកបាក់តេរីដែលមានផលប្រយោជន៍ល្អសម្រាប់សុខភាពដើម្បីធ្វើឲ្យមានតុល្យភាពប្រព័ន្ធរំលាយអាហារឡើងវិញបន្ទាប់ពីរាគឬក៏មានការឆ្លងរោគក្នុងពោះវៀនតើមូលហេតុណាបណ្ដាលឲ្យខ្នែងពោះវៀនរបស់យើងចាប់ផ្ដើមមានបញ្ហារលាកមូលហេតុដំបូងរលាកដោយសារតែការស្ទះខ្នែងពោះវៀនយើងអាចសម័យថាខ្នែងពោះវៀនរបស់យើងប្រៀបដូចជាតាយោពុះពេញទៅដោយបាក់តេរីបើសិនមានការស្កកស្ទះណាមួយពួកបាក់តេរីក្នុងនឹងវានឹងរុះរើអុកឡុកបណ្ដាលឲ្យមានការរលាកខ្នែងពោះវៀនរបស់យើងប្រៀបដូចជាបងប្អូនយើងប្រមូលក្មេងលពើចូលក្នុងបន្ទុកមួយហើយបងប្អូនបិទទ្វារអញ្ចឹងពួកក្មេងលពើនឹងវានឹងធ្វើឲ្យបន្ទុកនឹងច្បុកច្បល់ដោយសារតែការអុកឡុករបស់វាតើមូលហេតុណាខ្លះដែលបណ្ដាលឲ្យមានការកកស្ទះខ្នែងពោះវៀនមូលហេតុដំបូងដោយសារតែលីមូរឹងហើយនឹងស្អិតដែលធ្លាក់ចូលក្នុងខ្នែងពោះវៀនមូលហេតុទី2ដោយសារតែភីល្អិតក្នុងចំណីអាហារដែលមិនអាចរំលាយបានដូចជាគ្រាប់តបែកគ្រាប់ម្ទេសជាដើមមូលហេតុទី3ដោយសារតែដង្កូវពោះវៀនរបស់យើងធ្លាក់ចូលក្នុងខ្នែងពោះវៀនបណ្ដាលឲ្យមានការកកស្ទះតើបងប្អូនយើងដឹងទេយោងតាមទស្សនបតីដែលមានឈ្មោះថា American Journal of Surgery ឆ្នាំ2020របស់សហរដ្ឋអាមេរិកបានបង្ហាញថាជាង 60% នៃការរលាកខ្នែងពោះវៀនគឺបណ្ដាលមកពីការកកស្ទះដោយសារតែលីមួកឬក៏ភីល្អិតតូចៗដូចជាគ្រាប់ម្ទេសគ្រាប់តបែកជាដើមទី2ខ្នែងពោះវៀនរបស់យើងក៏អាចរលាកដោយសារតែវីរុសឬក៏បាក់តេរីវាយលុកវាបងប្អូនយើងដឹងហើយថាពោះវៀនរបស់យើងពុះពេញទៅដោយបាក់តេរីឬក៏វីរុសក៏ប៉ុន្តែថ្ងៃណាមួយពួកវីរុសអាក្រក់ឬក៏បាក់តេរីប្រកាន់ឡើងខ្លាំងពេកវាក៏អាចវាយលុបទៅខ្នែងពោះវៀនរបស់យើងក៏បណ្ដាលឲ្យទីនេះរលាកផងដែរទី3ខ្នែងពោះវៀនរលាកដោយសារតែប្រព័ន្ធភាពផ្សំចុកខ្សោយបណ្ដោះអាសន្ននៅពេលដែលរាងកាយរបស់យើងចុកខ្សោយដោយសារតែភាពតានតឹងការគេងមិនគ្រប់គ្រាន់ញ៉ាំអាហារមិនទៀងទាត់ការតឹងតែងក្នុងការងារក៏បណ្ដាលឲ្យប្រព័ន្ធភាពផ្សំរបស់យើងចុកខ្សោយនេះជាឱកាសល្អសម្រាប់បាក់តេរីឬក៏វីរុសវាយលុបក្នុងឧបសម្ព័ន្ធរបស់យើងក៏ដូចជាខ្នែងពោះវៀនក៏បណ្ដាលឲ្យវារលាកតើបងប្អូនយើងដឹងទេមានមនុស្សមួយចំនួនដែលកើតជំងឺរលាកខ្នែងពោះវៀនដោយសារតែការកង្វក់ការគេងជាច្រើនថ្ងៃពេកក៏ដូចជានិស្សិតទប់ប្រឡងរួចហើយនឹងមនុស្សទប់ជាពីជំងឺផ្ដាសាយទី4ខ្នែងពោះវៀនរបស់យើងក៏អាចរលាកដោយសារតែការញ៉ាំចំណីអាហារមិនល្អឬក៏ការខ្ជិលធ្វើចលនាមូលហេតុដោយសារតែការញ៉ាំជាតិសរសៃតិចផឹកទឹកតិចក៏បណ្ដាលឲ្យលីមួកចាប់ដើមរឹងស្អិតហើយនឹងស្ងួត
ហើយថែមទាំងការខ្ជិលធ្វើចរណាក៏ធ្វើឲ្យប្រព័ន្ធរំលាយអាហាររបស់យើងដំណើរការយឺតទាំងនឹងគឺជាមូលហេតុចម្បងដែលបណ្ដាលឲ្យមានការកកស្ទះនៅក្នុងផ្នែកពោះវៀនហើយឈានទៅដល់ការរលាកនៅតំបន់នេះតើនៅពេលដែលយើងរលាកផ្នែកពោះវៀនរបស់យើងវានឹងចេញអាការៈយ៉ាងណាតាមគេវិភាគគឺមាន5សញ្ញាគួរកត់សម្គាល់ខាងក្រោមទី1ឈឺពោះយ៉ាងរ៉ាំរ៉ៃហើយការឈឺពោះនឹងលំអៀងទៅខាងស្ដាំដៃរបស់អ្នកជំងឺទី2គឺមានការចង្អោរពោះចង់ក្អួតទី3គ្រុនក្តៅខ្លួនស្រាទី4បាត់បង់ការស្រេកឃ្លានមិនចង់ញ៉ាំអីទី5នេះគឺជាសញ្ញាដែលគួរឲ្យកត់សម្គាល់បំផុតគឺការស៊ឺចាប់ខាងពោះខាងស្ដាំដៃនឹងបង្កើនឡើងនៅពេលដែលអ្នកជំងឺធ្វើចរណាក៏ដូចជាស្រែកក្អកដើរជាដើមយោងតាមអង្គការសុខភាពដែលមានឈ្មោះថា Mayo Clinic ហើយនិង CDC របស់សហរដ្ឋអាមេរិកបានបង្ហាញថាការឈឺពោះរបស់អ្នករលាកផ្នែកពោះវៀនវានឹងស្រដៀងហើយក៏ធ្វើឲ្យពោះយើងច្រឡំនឹងការឈឺពោះដោយសារតែការញ៉ាំអាហារមិនត្រឹមត្រូវក៏ប៉ុន្តែនៅពេលដែលយើងប្រទះឃើញអ្នកជំងឺឈឺរ៉ាំរ៉ៃលើពី6ម៉ោងហើយការឈឺចាប់នឹងកាន់តែខ្លាំងឡើងនៅពេលដែលលេបថ្នាំមិនបាត់ត្រូវបញ្ញាប់ជូនអ្នកជំងឺទៅដល់មន្ទីរពេទ្យនេះគឺជាសញ្ញាសំខាន់របស់ជំងឺរលាកផ្នែកពោះវៀនជំងឺរលាកផ្នែកពោះវៀននឹងគ្រោះថ្នាក់យ៉ាងណានៅពេលដែលយើងព្យាបាលមិនទាន់ពេលវេលាបើសិនអ្នកជំងឺមិនមានការវះកាត់ទាន់ពេលវេលាផ្នែកពោះវៀននឹងបន្ទូចេញចាប់ផ្ដើមពី24ទៅដល់72ម៉ោងនៅពេលដែលយើងចាប់ផ្ដើមការឈឺចាប់ដំបូងតើបងប្អូនយើងដឹងហើយផ្នែកពោះវៀនពុះពេញទៅដោយបាក់តេរីហើយនិងវីរុសការផ្ទុះចេញនឹងបណ្ដាលឲ្យមានការឆ្លងរោគពីផ្នែកពោះវៀនទៅតំបន់សំខាន់មួយចំនួនដែលគំរាមកំហែងដល់អាយុជីវិតរបស់អ្នកជំងឺយោងតាមអង្គការសុខភាពពិភពលោក WHO បានបង្ហាញថារលាកផ្នែកពោះវៀនគឺជាជំងឺដែលស្ថិតនៅក្នុងជំងឺ5ដែលត្រូវការវះកាត់ភ្លាមដើម្បីរក្សាអាយុជីវិតរបស់អ្នកជំងឺនៅតំបន់អេស៊ីអាគ្នេយ៍តើធ្វើដូចម្តេចដើម្បីការពារនិងជៀសវាងនឹងជំងឺរលាកផ្នែកពោះវៀននិយាយទៅជំងឺរលាកផ្នែកពោះវៀនក៏មិនទាន់មានវិធានការណាដែលអាចការពារវាបានជាក់លាក់ 100% នោះទេក៏ប៉ុន្តែយើងក៏អាចការពារតាមវិធានការអប់រំក្នុងការហូបចុករបស់យើងដូចជាយោងតាមសាលាវិទ្យាសាស្ត្រដែលមានឈ្មោះថា Harvard Health Publishing របស់សហរដ្ឋអាមេរិកបានបង្ហាញថាការហូបចុកដោយត្រឹមត្រូវនឹងអាចកាត់បន្ថយហានិភ័យជំងឺរលាកផ្នែកពោះវៀនដូចជាទទួលទានអាហារដែលមានជាតិសរសៃច្រើនដូចជាបន្លែហើយនិងផ្លែឈើជាដើមជៀសវាងនឹងការញ៉ាំលឿនពេកហើយនៅពេលដែលញ៉ាំអាហារដែលមានភីល្អិតពិបាករំលាយយើងត្រូវតំពាវាឲ្យបានហ្មត់ចត់ត្រូវឧស្សាហ៍ធ្វើចលនារាងកាយបន្ទាប់ពីការទទួលទានអាហាររួចដើម្បីជៀសវាងនឹងការទូលលាមកឥឡូវនេះបងប្អូនយកច្បាស់ពីជំងឺរលាកផ្នែកពោះវៀនហើយឬនៅកុំឃើញវាតូចអញ្ចឹងហើយមើលងាយវាថាឲ្យមានផលប្រយោជន៍បើសិនយើងអត់ថែរក្សាវាត្រឹមត្រូវវានឹងធ្វើទុកឲ្យយើងដេកពេទ្យយ៉ាងភ្លាមជាចុងក្រោយសូមអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះដល់ទីបញ្ចប់កុំភ្លេច Like Share Subscribe Channel ដើម្បីទទួលបានវីដេអូថ្មីបន្ថែមទៀតណាសូមអរគុណសម្រាប់ការទស្សនា